สุดท้ายตรงนี้นี่คือจีพูรา80 Ultra สำหรับเพียงกล้องมาวิ่งคือคลังมันเต็มบางปอนมันพาขนมการปลาไอ้คือสูลมีเพียงมีสูลกล้องมาคือสมรรถภาพวิ่งท็อปบอลมองก็บางปอนคนใต้ก่อนทำบางปอนอยู่แต่ปลาไอชาเตือนจุดของท่าวิอัดมินบูก่อสวิฟเป็นลิ้นเนี่ยคนใต้สมัยโดยยมปลายมโดยจีอัดมินจำนวนปัญหาแต่ตรงจมูกนึงพูรา80 Ultra นี่เตะซาสมรรถภาพวิ่งคลังมาเส้นวิ่งเกาะคลังที่เตะซาชิปบอวิ่งท่าsystem ของវាក៏ techno របស់វាអត់ថ្មជាមួយពួកវាអញ្ចឹងណាអ្នកគាត់ថាអានោះគេហៅថាបោះខ្លួនឯងទាំងអស់អញ្ចឹងវាអាចធ្វើឲ្យម៉ាស៊ីនហ្នឹងដើរកាន់តែលឿនកាន់តែ smooth អញ្ចឹងតាក់ទងជាមួយនឹងសមត្ថភាពគឺខ្លាំងបងប្អូនថាកាមេរ៉ាថតមិនថាអីទេរូបស្លឹកចេញមកគឺឲ្យស្អាតមកសូម្បីតែវីដេអូរបស់វាថតបាន 4K 60 frame មែនតែ60 frame វាគឺ60 frame គុណភាពមិនមែនជា60 frame ធម្មតាទេបងប្អូនอันนี้ខ្ញុំដាក់ខេះខ្ញុំពុតឲ្យស្អាតទៅបើយើងចេះថែទៅរបស់ឲ្យសំខាន់បងប្អូនមានតម្រូវការខ្ញុំសល់ពណ៌ខ្មៅមួយដើមទៀតហើយថ្មីក៏មានដែរបងប្អូនតាក់តងមួយថ្មីតាក់តងមួយមកទឹកអីអាចនឹងមានមកទឹកយើងអាចថាពេលខ្លះយើងកាត់បានយើងមានថ្មីដឹងតែមានដែរបងប្អូនឲ្យតែបងប្អូនមានតម្រូវការតាក់ទងជាមួយសមត្ថភាពគឺខ្លាំងមែនទែនបងប្អូនមើលទៅនេះកាមេរ៉ាវាស្អាតណាថតចាំមើលទៀតខ្ញុំនឹងតេស្តសមត្ថភាពតាក់ទងជាមួយនឹងកាមេរ៉ា Pura 80 Ultra នេះមួយទៀតបងប្អូនពេលខ្លះអាចច្រឡំជាមួយនឹង80 Pro ហើយនឹង80 Ultra វារៀងវាស្តៀងគ្នាតែគាត់ថា80 Ultra វាមានអានេះបងប្អូនមានអាហ្នឹងនេះមានប្រភេទហ្នឹងអញ្ចឹងធ្វើឲ្យបងប្អូនអាចច្រឡំគ្នាយើងមើលចេះយើងអត់សូវដឹងទេអញ្ចឹងតម្លៃក៏ខុសគ្នាចុះ$500បងប្អូនមើលទៅកាន់ដូចគ្នាមែនស្តៀងគ្នាមែនតែអាមួយតម្លៃប៉ុណ្ណេះតែអានេះតម្លៃខុសគ្នាចុះ$500អញ្ចឹងសមត្ថភាពវាក៏ខុសគ្នាតាមហ្នឹងដែរតែបងប្អូនមានទឹកលុយត្រង់ថកមកជុំទេបងប្អូនអាចប្រើជាមួយនឹង Pura 80 Pro បាន sensor វាក៏មកអ៊ីងដែរបងប្អូនអានេះមកអ៊ីងហើយវាមានអីផ្សេងលើ Pura 80 Pro បន្តិចណាឥឡូវខ្ញុំថតជាមួយនឹងកាមេរ៉ាខាង selfie ខាងមុខតាក់ទងជាមួយនឹង 4K 30 fps ដូចគ្នាប៉ុន្តែខ្ញុំឆ្លាញ់ក្នុងថាវានេះខ្ញុំថតនេះកន្លែងវាទលាយយើងអាចធ្វើ block ធ្វើការកាន់និយាយគឺបានឃើញយើងច្បាស់មែនទែនតមកខ្ញុំដាក់មួយគុណតមកខ្ញុំដាក់ 2x នេះឃើញមុខហ្នឹងឃើញទេឃើញមុខខ្ញុំចិត្តណាតាក់ទងជាមួយនឹងគុណភាពកាមេរ៉ាខាងមុខមិនដែរបងប្អូនអានេះខ្ញុំថតជាក់ស្ដែងខ្ញុំដាក់ទលាយវិញបាទតោះសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតចេញពី Pura 80 Ultra តាក់ទងជាមួយកម្រិត 4K 30 fps តាក់ទងជាមួយគុណភាពវីដេអូមិនដែរបងប្អូននេះខ្ញុំដាក់លេនទលាយតមកខ្ញុំដាក់1គុណ 1x តាក់ទងជាមួយនឹង 1x នេះសម្រាប់តាក់ទង 1x មិនដែរបងប្អូនជាមួយហៅគុណភាពនៃកាមេរ៉ាណានេះខ្ញុំដាក់ 2x ខ្ញុំដាក់ 3.7x 10x នេះ 10x ហើយឡើងមកដល់នេះបងប្អូនតាក់ទងជាមួយនឹង 20x 20គុណណាតែយើងថតតែ 1x ក៏បានបងប្អូនតែខ្ញុំឆ្លាញ់ត្រង់ថា Pura 80 Ultra នេះឆ្លាញ់ត្រង់ថាយើងថតជាមួយនឹងរូបភាពបែបម៉េចគឺវាចេញ color ឲ្យបែបហ្នឹងដូចអ្វីដែលយើងមើលនឹងភ្នែកទទេអញ្ចឹងណាបងប្អូនវាឲ្យពណ៌ចាក់លើសឬក៏ពណ៌ចាក់ទៅទៀបជាងហ្នឹងទេនិយាយចំវាសិក្សាកណនីជាមួយនឹងកម្រិតពណ៌កម្រិតវីដេអូនេះគឺល្អមែនទែនខ្ញុំឆ្លាញ់ត្រង់ថា Pura វាអត់កែលើសអ្វីដែលយើងមើលនឹងភ្នែកទេបងប្អូនអញ្ចឹងយើងមើលចាក់ស្ដែងទៅនេះសូម្បីតែយើង zoom ដល់ប៉ុណ្ណាក៏ពណ៌វារក្សានៅពណ៌ដដែលដែរវាអត់មានដូរលេនហើយវីដេអូតែពណ៌ផ្សេងវាត្រង់ដិតខ្លាំងទៅកែងខ្លាំងនិយាយចំអ្វីដែលយើងមើលនឹងភ្នែកប៉ុណ្ណាវាគឺឲ្យបោះប៉ុណ្ណឹងខ្ញុំឆ្លាញ់ត្រង់ហ្នឹងសម្រាប់ទូរស័ព្ទខ្លះគឺវាឲ្យ detail មកដិតខ្លាំងមែនតើតាក់ទងជាមួយនឹងកម្រិតកាមេរ៉ាខាងក្រោយអានេះយើងថតមកចាក់ស្ដែងបាទបងប្អូនមើលទៅគុណភាពអែមណាស់ឥឡូវថតមកក្រោយទៀតណាបើមកជុំបងប្អូននេះបាក់តលាយទៅទៀតនេះអែមខ្លាំងណាស់ដែរបងប្អូនតទៅជាមួយនឹង Pura 80 Ultra នេះនៅក្នុងកម្រិតកាមេរ៉ាហើយនៅគុណភាពរបស់វាមិនដែរបងប្អូនខ្ញុំនិយាយឲ្យត្រង់គឺខ្ញុំស្រឡាញ់ពេញចិត្តនៅគុណភាពនេះបើសិនបើវាមាន Google ពេញលក្ខណៈវិញណាខ្ញុំនិយាយថាមានតែលក់ឈ្នះ Huawei ខ្ញុំនិយាយចឹងព្រោះដោយសារ Huaweiបច្ចេកវិទ្យាថ្មីគឺ Huawei ដាក់រហូតបន្តរហូតនិយាយចំគឺ Huawei ធ្វើអ្វីទៅថ្មីរហូតអត់ដែលតតែជាប់តតែបងប្អូនបាទអរគុណច្រើនជម្រាបលា